សង្ហាដូចជាជីនិតហ្នឹងណាបើជិះម៉ូតូហ្នឹងលយអត់តហ្មងណែបើចង់បានវាខ្ចីលុយបងទិញក៏បានដែរហើយបើគ្មានលុយសងនោះអាចធ្វើជាអង្គរៈបេះដូងបងជាធ្នូក៏បានវិនចាមីងមកជួបធូងសយទៀតហ្នឹងហ៎ចាពួកគាត់ហ្នឹងអស់ពីលេងមានពាក្យដោះសារតែគ្មានលុយសងហើយនោះមកក៏មិនជួបតែក៏តែមិនចូលទៀតប្រហែលខែហ្នឹងណានេះទាល់តែប្រើថោះក្តៅឲ្យទៅបានមីងជ្រក់នំចេកបុកនឹងឲ្យខ្ញុំទាំងអស់ហ្មងមកតោះតែញ៉ាំឲ្យច្រើនទៅវិបត្តិក្តៅចិត្តប្រសង្ហាថ្ងៃក្រោយជួបគ្នាណាមីងអស់ប្រហែល5000មីងខ្ញុំទៅហើយណាទៅចុះណែតកូនមើលតែប្រាប់មីងថាដែលមកសួរទិញជ្រូកយើងកាលពីកន្លះខែមុននេះជ្រូកយើងនឹងអាចលក់បានហើយបាទម៉ែម៉ែទៅសិនហើយទៅចុះកូនមីងខ្ញុំយកសាច់ជ្រូកមកជូនមុំពូណែទិញចេកខ្ចីបាក់កឯក្មួយពូមានបន្លែលក់ខ្ញុំសឹងតែគ្រប់ពេលដែលខ្ញុំយកសាច់ជ្រូកមកលក់ជូនតែហ្មងហើយពូអរគុណណែមកវាពេលណាពូមិនទៅសងលុយខ្ញុំសុំពជាពេលបន្តិចទៀតសិនអូយលួសព្រលឹងអស់លេងហើយមិនក៏ចូលចិត្តលេងអញ្ចឹងជីនិតសុំទៅផងពូមិញកាលពីថ្ងៃត្រង់ខាងស្ថាប័នមីក្រូហិរញ្ញវត្ថុគឺគាត់បានមករកពូមិញទៀតហើយមុននេះបងវិនក៏គាត់ទើបតែត្រឡប់ទៅវិញមិញដែរអញ្ចឹងហ៎មួយរយៈនេះមីងរវល់រហូតដល់ក្មួយរវល់នៅគុំព្រៃហ្នឹងមិញម្ដងមកកាលហ្នឹងយេពួកយើងទាំងពីរហ្នឹងចូលទីនេះម្ដងមកកាលព្រោះវាមិនទាន់ពេកដូចថ្ងៃនេះអញ្ចឹងប្រពន្ធពូភ្លាមស្រាប់ថាឈឺពួងមិនអាចទ្រាំដល់ផ្ទះបានអូនឯងញ៉ាំចំណីអីអត់មានអនាម័យទេដឹងឥឡូវបាត់ឈឺពោះណាអូបានអន់ហើយបងបានធូរហើយនេះជីនិតមួយឯងកុំញ៉ាំចំណីអាហារឲ្យផ្ដេសផ្ដាប្រយ័ត្នចូលគុំព្រៃដូចមីងអញ្ចឹងទៅអត់ទេមីងតាមតែមួយចុះខ្ញុំជប់រំខានពូឲ្យមីងទៀតហើយព្រោះថាខ្ញុំរវល់ផងតែសិនឯងពូមីងអីក្មួយទៅចាស់ណែបងខ្ញុំត្រូវការបាត់ជើងមែនតើហើយទៅយកតមកជូនខ្ញុំទៅផ្ទះលុយផ្លែទឹកហ្នឹងខ្ញុំកាត់ថ្លៃមួយសាច់ជ្រូកហើយឯងមីងទាំងអស់37000គ្រប់ឯងមីងគ្រប់ឯក្មួយឯងជាស្រីតែចំណាប់ដុកបន្លែមិនចាញ់ប្រុសហ្មងនេះនិយាយអញ្ចឹងឯងចង់ប្រកបមុខរបរនឹងរហូតទេអត់ទេតាមពិតខ្ញុំក៏ចង់ចាប់ផ្ដើមមុខរបរថ្មីដែរតែខ្ញុំមិនទាន់មានលុយគ្រប់ហើយខ្ញុំក៏ចង់ខ្ចីលុយគេមកប្រកបដែរហ្នឹងណាមីងឯងចង់ខ្ចីពីអ្នកណាគេពីវិនអ្នករកស៊ីចងការប្រាក់នៅក្នុងភូមិយើងឬពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ញុំក៏អត់ទាន់គិតច្បាស់ដែរអត់ដឹងថាការខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្នឹងខុសគ្នាមិនពីការខ្ចីពីអ្នកចងការលុយដែរហ្នឹងណាមីងជាទូទៅខ្ចីត្រូវតែសងហើយសងទាំងដើមទាំងការទៅម្ចាស់បំណុលណែតែបើយើងខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការប្រាក់ទាបសមរម្យបើធៀបទៅនឹងអ្នករកស៊ីចងការប្រាក់នៅក្នុងភូមិយើងនេះអូហើយមិនចឹងមីងមិនមិនដឹងអញចេះមួយពូនឹងមីងក៏ខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមកធ្វើដើមទុនចាំជ្រូកដែរតារាល់ថ្ងៃនេះអូអញ្ចឹង
បើសិនតែក្មួយឯងពិតជាចង់ខ្ចីប្រាក់ពីទីនោះមែនណាលុះត្រាតែក្មួយឯងនឹងបញ្ជាក់ឲ្យបានច្បាស់លាស់អំពីគោលបំណងផែនការបានជាក់លាក់ក្នុងការយកប្រាក់កម្ចីនោះមកប្រើប្រាស់ហ่าក្មួយ ហើយពូយើងចាំបាច់បញ្ជាក់ធ្វើអីពូ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនចង់ឲ្យប្រជាជននឹងយកលុយមកប្រើប្រាស់មិនត្រឹមត្រូវទេហើយមីងក៏ចង់បញ្ជាក់ផងដែរដើម្បីជៀសវាងផលវិបាកដល់ថ្ងៃក្រោយកូនបំណុលត្រូវបង់រំលោះទាំងដើមនឹងការទៅម្ចាស់បំណុលជារៀងរាល់ខែបានទៀងទាត់ណែបើសំមុំឯងចង់ដឹងច្បាស់ហ่าគួរតែទៅសាកសួរព័ត៌មានពីកន្លែងធ្វើការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយណាក៏បានឲ្យទៅនៅចិត្តផ្ទះមួយជាងគេ ចាមីងខ្ញុំនឹងទៅសួរព័ត៌មានបញ្ជាក់ដោយផ្ទាល់នៅពេលដែលខ្ញុំគិតច្បាស់ថាខ្ញុំត្រូវការលុយយកមកបង្កើតមុខរបរថ្មីរបស់ខ្ញុំនោះអញ្ចឹងខ្ញុំអរគុណច្រើនណាស់ពូមីងខ្ញុំជំរាបលាទៅហើយ ចាំមុំត្រឡប់ទៅវិញហ៎អត់តាន់បានជជែកលេងជាមួយគ្នាហ្នឹង ពេញបន្លែហើយនឹងសាច់ជ្រូកនេះទាំងអស់ហើយប្រហែលជាខ្ញុំមានពេលនិយាយមួយ អេបើទិញច្រើនយ៉ាងនេះហ่าខែនេះអត់មានលុយសោះទេហើយមហូបច្បាស់ជាត្រូវញ៉ាំខួបប្រាំងខួបអាសាយនេះ មីងជីណាត់ខ្ញុំទៅមុនហើយព្រោះខ្ញុំត្រូវលក់នៅមកទៀត 67 68នេះ 68បាទលើចូលទៅក៏ជាប់ ពូរាប់លុយចាំជុកពបមែនណែមេក៏កូនច្រើនសុខភាពក៏ល្អទៀតនេះអានេះចែមកពីពួកខ្ញុំហ្នឹងយកចិត្តទុកដាក់ថែបំពន់វាហ្នឹងណាដល់វាអញ្ចឹងហើយណោះមើលប្រហែលក្បាលនោះតាមអាទិត្យពីអាទិត្យទៀតលក់ចេញទៀតហើយលក់ជុកបានលុយច្រើនហ្នឹងមកយកធ្វើស្អី ចេះបងអូនខ្ញុំត្រូវបកមលុះទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះខ្លះទៅ ហើយក៏ឆ្លៀតសែងសំខ្លះដើម្បីពង្រីកមុខរបរតែថ្ងៃខាងមុខទៀតមែនទេឲ្យវា ណែគឺស្មានតែយកប្រាក់ទាំងនោះទៅទិញម៉ូតូថ្មីឲ្យអាកូនកំឡោះជិះហ្នឹងណា ឆៃល្មមឈប់ដៃស្ពឹកហើយឲ្យតែយ៉ាងហ្នឹងច្បាស់ទៅរៀនខកអត់ប្រឹកខានទេ អូយម៉ែនឹងស្អីមានអីត្រូវភ័យរឿងទៅខកបើមានម៉ូតូថ្មីពុកអីហ្នឹងមូហ្គាតាមងរោហ្នឹងដល់សាលាខ្ញុំហើយមែនទេពុក ថែមទាំងឲ្យឆាយបាយព្រឹកនៅផ្ទះរួចរាល់ទៀតផង ហ្នឹងហើយ ម៉ែវាឲ្យលុយមកបងចាក់សាំង ណែតាំងពីមានអាម៉ូតូថ្មីហ្នឹងមកមួយថ្ងៃបងគ្មានធ្វើស្អីទេរវល់តែរឿងជិះម៉ូតូឆ្វែលលិចឆ្វែលកើតអញ្ចឹងបានជាការចំណាយថ្លៃសាំងហ្នឹងវាអស់ច្រើនជាងមុនហ្នឹងណា កែងអូនឯងញ៉ាំបិទមាត់មិនចិត្តឯណាអីនៅពេលដែលជិះម៉ូតូនេះទៅណាមកណាម្ដងអូអ្នកភូមិភាគច្រើនណាគេទៅសើថាយើងប្រកាសជាហឺហាមែន តែបងកុំភ្លេចថាបំណុលវ៉ាន់កកយជាពាក់គេការស្មើដើមដំបងយើងថាខ្ចីលុយពីគ្រឹះស្ថានទៅធ្វើដើមចំជ្រូកតែបែរជាបីកំណត់ទៅខ្ចីលុយពីវិនអ្នករកស៊ីចងការមកទិញម៉ូតូថ្មីនេះទៅវិញហើយឥឡូវណោះខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏គេមករកដល់ផ្ទះរួចវិននោះក៏គេមកទានលុយរាល់ថ្ងៃទៀតនេះដោយសារតែអាហឺហាហ្នឹង ណែមកអមបាំងតាមអាទិត្យទៀតយើងប្រមូលផលស្រូវហើយពេលមានលុយយើងបងរំលោះដែលយឺតយ៉ាវប្រហែលខែឲ្យគេទៅ ចុះបំដលវិន ពេលមានលុយយើងសងថ្លៃជាពាក់ការប្រហែលខែឲ្យគេដែរទៅ តែយើងបានសន្យាជាមួយគេថាឲ្យថ្លៃដើមគេតាំងពីប្រហែលខែមុនមកម៉េះ សុំវិនពជាពេលសងថ្លៃដើមទៅអ្នករកស៊ីចងការគេត្រូវការប្រាក់ច្រើនបើយើងជាពាក់គេកាន់តែយូរយើងបងការប្រាក់គេកាន់តែច្រើនដែរ មានហេតុផលបងឆ្លាតគ្រាន់បើ បងឆ្លាតតាំងពីដើមចុះល្អយើងដុកឆាយទៅសាលាទៅហើយចូលទៅលេងពូឌីនៅឯផ្សារទំងំយើងប្រមូលស្រូវបាន ត្រូវតែអញ្ចឹងហើយព្រោះខ្ញុំក៏មិនចង់ខ្លាយទៅជាចំណីមូសក្នុងអាគុំព្រៃនឹងយើងយកពេកដែរបងអញ្ចឹង
យើងគិតទូរស័ព្ទទៅប្រាប់ពូទៅទេមិនបាច់ទេវវិនខលមកទៅ ហើយថ្មិចបើកសល់តាមខែទៀតនេះប្រាក់បំណុលមិនត្រូវសងរៀបរាប់អស់ណាត់អឺណាត់ ម៉ែ ណែថ្ងៃនេះម៉ែរវល់កូនជួយយកលុយទៅបង់រំលោះនៅស្ថាប័នមីក្រូហិរញ្ញវត្ថុជំនួសម៉ែបន្តិចទៅណា បាទតាកូនសុំឡើងទៅលើផ្ទះសិនណាម៉ែ ចាំណា ជីនិតឯងអត់ធ្មន់តិចទៅគឺវាមិនយូរទេឯងនឹងអាចសុំឲ្យម្ដាយឯងជួយឬលុយមិនគ្រប់ទិញម៉ូតូថ្មីទេ ជីណាត់តាជីណាត់ បាទពុក ហែកូនឯងណាយកម៉ូតូទៅដូរព្រីមសិននេះផងហើយផ្លាស់អំពូនេះមកគ្រាប់ផងណាកូន បាទពុកអត់អីទេពុកខ្ញុំមកពិតជាបកកែអភិរក្សម៉ូតូចាស់នេះដល់ហើយក ូនណាម៉ូតូនេះចាស់ជាងគេទាំងអស់ក្នុងមួយភូមិហ្នឹងណាពុកនៅចាំពាក្យបង្អាប់គេច្បាស់ណាកូន កុំភ្លេចណា បាទ ពុកម៉ែពុក វាមិនឆៃពួកយើងអត់ធ្លាប់ស្គាល់គ្នាឯងមកច្រឡំផ្ទះទេដឹង មិនច្រឡំទេពូសយមីងធូ វិនមករយៈនេះពួកខ្ញុំរវល់រហូតបានជាមិននៅផ្ទះអូយអាទូរស័ព្ទហ្នឹងវាចេះតែខូច មកចំពេលល្អណាពួកយើងកំពុងតែចង់ថា គ្មានលុយសងហ៎ មិនមែនអញ្ចឹងទេគ្រាន់តែ គ្រាន់តែពួកយើងនឹងមិនមានលុយប្រវល់ពី3អាទិត្យទៀតយើងមានលុយយកបងការប្រាក់ហើយ ចង់បានន័យថាសងតែការប្រាក់ឯងរួចចុះលុយដើមការសង មែនទេពួកយើងចង់បង់មុនមួយខែថ្លៃជាពាក់ការគឺសងជាចិត្តថ្លៃបង់ការយឺតណា ត្រូវហើយណែថ្លៃដើមចាំពី3ខែទៀតទៅណែវិនគួរតែសុបាយចិត្តបើពួកយើងជាពាក់កាន់តែយូរវិនកាន់តែបានការប្រាក់កាន់តែច្រើនណា ខ្ញុំមកស្អប់ណាអ្នកដែលគិតថាយកលុយមកតែខ្ញុំបាននោះហើយខ្ញុំនេះក៏មិនចង់បានអាលុយសងជំងឺចិត្តនឹងអីដែរខ្ញុំក៏លេងបជាពេលឲ្យពូមីងទៀតដែរអូមីងបងប្អូនមើលចុះនេះអ្នកដែលទៅខ្ចីលុយគេយកមកទិញម៉ូតូជិះហឺហាហើយដល់ពេលគ្មានលុយសងគេវិញនោះអញចរិតទាំងប្តីទាំងប្រពន្ធហ្មង ណែឈួតទេអីបានជានិយាយផ្ដេសផ្ដាស់អញ្ចឹង ឈួតហ៎នេះមីងថាខ្ញុំឈួតហ៎ឲ្យពួកគាត់ណាស្គាល់ស្នាដៃពួកឯងទាំងពីរបន្តិចទៅយើងមិនចង់និយាយជាមួយគាត់ទេ បើមិនព្រមសងតាមសន្យាបញ្ចាត់ដេកគុក ហើយខ្ញុំនេះក៏មិនហងចាំដល់ពេលប្រមូលផលស្រូវដែរហើយក៏មិនចង់ស៊ីអាការប្រាក់ដល់សែនពិបាកនឹងដែរខ្ញុំចង់បានលុយឲ្យចាពាក់ខ្ញុំតែដាំទៅកាន់នេះអាទិត្យនេះបើមិនអញ្ចឹងទេខ្ញុំនឹងកាត់យកដីស្រែដាក់ប្រចាំខ្ញុំហើយបើមិនព្រមនោះត្រៀមខ្លួនទៅជួបគ្នានៅតុលាការហើយក៏ត្រៀមខ្លួនណាចូលដីកុកហើយបើគ្មានសមត្ថភាពសងលុយគេពូមីងថ្ងៃក្រោយកំដៅខ្ចីលុយគេយកមកចាយហឺហាលឺអត់គ្មានប្រយោជន៍ទៅ នេះជាផលវិបាកក្នុងការខ្ចីប្រាក់ដើម្បីភាពហឺហានិងសម្ភារៈនិយម អញ្ចឹងហើយបានជាពុកហើយនឹងម៉ែពិភាក្សាគ្នាយ៉ាងម៉ត់ចត់ណាស់មុននឹងខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ ព្រោះថាបំណុលមិនមែនជាអំណោយនោះទេយើងត្រូវតែសងទៅម្ចាស់បំណុលតាមកិច្ចសន្យាខ្ចីប្រាក់តែបើយើងមិនសងតាមកិច្ចសន្យាទេម្ចាស់បំណុលនឹងមកទារប្រាក់ពេលនោះកិត្តិយសយើងនឹងត្រូវបាត់បង់នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ទៀត តែយ៉ាងហោចណាស់ការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវាប្រសើរជាងខ្ចីប្រាក់ពីអ្នកចងការប្រាក់នៅក្នុងភូមិយើងនេះកូនណាពីព្រោះថាការប្រាក់ហ្នឹងក៏វាទាបសមរម្យហើយមិនត្រូវមានអ្នកណាគេមកជេរបន្តិចឬក៏ប្រើកម្លាំងបាយគម្រាមកំហែងដែរ ខ្ញុំវិតែភ្លេង ណ
កូនត្រឡប់មកវិញឡើយ ជិះម៉ូតូប្រយ័ត្នប្រយែងផងណាកូន អូននេះការបងលោអូនក្នុងខែនេះគឺបានបងរួចរាល់ហើយ បាទចឹងបងជំរាបលាសិនណា ចាអរគុណច្រើនអូន ខ្ញុំលុបឈ្មោះមីងចេញពីបញ្ជីជាពាក់ហើយទាំងអស់10000 អាមុំម៉ែចង់បញ្ជាក់កូនចុងក្រោយកូនច្បាស់ហើយដែលគិតថាចង់ចាប់ដើមមុខរបរកាត់ដេរហ្នឹង ចាម៉ែកូនដឹងថាបំណុលវាមិនជារឿងងាយស្រួលទេតែការខ្ចីប្រាក់ដូចហ្នឹងគឺដើម្បីមកបង្ក្រប់ប្រាក់សំដែលកូនមានដើម្បីសម្រេចក្តីស្រមៃរបស់កូនតែកូនសន្យាថាកូននឹងសួរបញ្ជាក់អ្នកជំនាញមុននឹងខ្ចីលុយហ្នឹងមកធ្វើដើមទុនកូនដឹងថាម៉ែបារម្ភអត់ចង់ឲ្យកូនប្រថុយប្រឋាននឹងការខ្ចីលុយហ្នឹងទេ បានឮកូនចេះគិតគូរម៉ាត់ចត់អញ្ចឹងម៉ែសប្បាយចិត្តណាស់ហើយម៉ែក៏អស់បារម្ភពីអ្វីទៀតដែរម៉ែមានតែពាក្យគាំទ្រហើយនឹងជូនពរកូន អរគុណម៉ែ នេះទៅប្រាប់បងម្លៀងកន្លះបងជួយមើលសិនណាចា អរគុណណាបងអរគុណ ម៉ែវាសូវយើងឆ្នាំហ្នឹងច្បាស់ជាបានផលល្អម្ខានទេព្រោះអីវាមានទឹកសម្បូរគ្រប់គ្រាន់ណាអើយ ត្រូវឲ្យពុកវាបើយើងសង្ឃឹមលើមេឃទៅមុខណាស្រូវយើងមិនបានល្អដូចជាឆ្នាំហ្នឹងអញ្ចឹងទេប៉ុន្តែឥឡូវនេះយើងមានបន្លាយទឹកប្រើប្រាស់ខ្វាត់ខ្វែងហូរហៀតែម្ដងឲ្យពុកវាគ្មានខ្វះខាតអីទៀតទេមែនទេ ត្រូវហើយម៉ែវាណែឯង ចា ដល់ពេលបានផលស្រូវឆ្នាំហ្នឹងលក់បានលុយអើយម៉ែវាឯងគិតធ្វើអី ពុកវានឹងចង់ទិញស្អីឬមួយក៏ចង់ទិញទូរស័ព្ទថ្មីទំនើបគេ អត់ទេណែខ្ញុំគិតថាខ្ញុំឃើញកូនយើងវាកំពុងចង់បានម៉ូតូថ្មីឯង ខ្ញុំក៏អាចមើលដឹងដែរតែ